សួស្តីគ្នាយើងឥឡូវខ្ញុំមកធ្វើវីដេអូដើម្បីឆ្លើយតបទៅអ្នកដែលខមមិនសួរខ្ញុំពិបាកឆ្លើយតបច្រើនគ្នាហើយបញ្ជាក់វីដេអូនេះគ្មានបានប្រយោជន៍អីមកខ្ញុំទេគ្រាន់តែខ្ញុំក្នុងន័យចែករំលែកដើម្បីអ្នកដែលគាត់ចង់ចាប់ដើម trade ជាមួយនឹង fan ណាហើយខ្ញុំចែករំលែកនេះអត់មានបានប្រយោជន៍អីមកខ្ញុំទេគាត់ថាក្នុងនាមជាអ្នកដែលមិនមែនថាដើរមុនខ្ញុំដើរតាមគេដែរទេគាត់ថាយើងធ្វើបានជាលទ្ធផលហើយចឹងទៅធ្វើវីដេអូដើម្បីចែករំលែកទៅអ្នកដែលក្រោយទៅខ្ញុំគ្មានទៅបានប្រយោជន៍អីពី fan ហ្នឹងទេខ្ញុំ trade ដកលុយខ្លួនខ្ញុំទេអញ្ចឹងទៅបើទាំងអស់គ្នាចង់ចាប់ផ្ដើមអាចមើលបានហើយស្វែងយល់បន្ថែមទៅបើមានចំណុចណាចង់សួរអាចសួរខ្ញុំទៅខ្ញុំចែករំលែកបានខ្ញុំចែកអញ្ចឹងដើម្បីយើងបាន account live មក trade ឲ្យដកលុយបានណាយើងត្រូវការឆ្លងកាត់2 step ពីដំណាក់កាលឥឡូវយើងទិញចាំខ្ញុំប្រាប់តាមក្រោយអញ្ចឹង step ទី1អានេះគេហៅថា student អញ្ចឹងគេឲ្យ account មកយើងទិញខ្ញុំទិញ account 50000ហើយយើងយកមក trade គឺ profit ខ្ញុំយក 10% អញ្ចឹងឥឡូវមើលទៅខ្ញុំចូលទៅលើ account ហ្នឹងដើម្បីមើលលម្អិតរបស់វាគេដាក់ trading visible ដោយសារយើងប្រឡងជាប់ហើយអញ្ចឹងខ្ញុំអស់មកក្រោមឲ្យមើលកាលពីខែ3នេះអញ្ចឹងខ្ញុំទិញ50000មកហ្នឹងគឺខ្ញុំ trade 4ថ្ងៃដោយសារពេលប្រឡងខ្ញុំ trade ធំខ្ញុំចូលធំដើម្បីឆាប់ជាប់ហើយបើពេលបានលុយមែនទេតិចខ្ញុំបើកឲ្យមើលគឺតិចទេនេះថ្ងៃ23បាន2000ជាងថ្ងៃ24 1000ជាងថ្ងៃ25 64ដុល្លារថ្ងៃទី26បាន1000ជាងអញ្ចឹងសរុបមក4ថ្ងៃហ្នឹងជាប់ហ្មង step 1នេះ profit សរុបមកគឺ5031ដុល្លារខ្ញុំ trade តែ4ថ្ងៃឯងជាប់ហ្មងអា step ទី1ណាហើយខ្ញុំបញ្ជាក់ដោយសារពេលប្រឡងអញ្ចឹងទៅបានខ្ញុំចូលធំហើយខ្ញុំដើម្បីឲ្យជាប់ដឹងជាប់ធ្លាក់ដឹងធ្លាក់លឿនពេលប្រឡងណាអញ្ចឹងបន្ទាប់ពីយើងជាប់ step 1ហើយយើងរក profit target បាន 10% ហ្នឹងហើយណា 10% ហ្នឹងអញ្ចឹងគេឲ្យយើង step 2គឺ profit target 5% អញ្ចឹងយើងចូលមក step 2មកអញ្ចឹង account 50000ដដែលត្រូវរក profit ឲ្យបាន 5% ណា 5% នៃ50000គឺ2500អញ្ចឹងខ្ញុំអស់មកក្រោមមកនេះខ្ញុំបើកឲ្យមើលaccount ដែល step 2នេះខ្ញុំ trade កាលពីខែ3ខ្ញុំ trade ប្រើពេលយូរជាងដោយសារខ្ញុំរៀងព្យាយាមតាំងចិត្តហើយដល់ពេលជាប់ step 1ហើយអញ្ចឹងព្យាយាមថ្នមដៃបន្តិចដើម្បីកុំឲ្យខាតគីឡូធ្លាក់ step 2ទៅវាបាក់ទឹកចិត្តដែរអញ្ចឹងយកថ្ងៃទី26បាន200 27បាន134ខ្ញុំថ្នមដៃហើយថ្ងៃ30បាន323ថ្ងៃ31បាន376អញ្ចឹងសរុបមកអង្ការពីខែ3ហ្នឹងបាន1392ណាតពីអង្ការ step 1មកតពីការ step 1មកដល់ពេលមកដល់ខែ4ខ្ញុំថែម2ថ្ងៃទៀតជាប់ហ្មងអញ្ចឹងនឹងការខែ4ខ្ញុំ trade 2ថ្ងៃគឺថ្ងៃ1ហើយនឹងថ្ងៃ2ថ្ងៃ1បាន240ថ្ងៃ2បាន871អញ្ចឹងសរុបមក profit target ខែ4ហ្នឹងបាន1100ជាងហ្នឹងហើយអង្ការពីខែ3ហ្នឹងបាន1392ហ្នឹងចឹងសរុបទៅ profit បាន 5% សរុបទៅគឺ2500ណាចឹងគ្រប់ profit target គេឲ្យ live account មក trade នេះ live account អា trade ដកលុយ master ណាអញ្ចឹងឥឡូវខ្ញុំចូលមក master ខ្ញុំដកលុយបានម្ដងហើយណាដោយសារខ្ញុំយក profit recycle ហ្នឹងគឺខ្ញុំយក buy weekly ហ្នឹងមានន័យថា2សប្តាហ៍យើងដកលុយម្ដងគិតជាថ្ងៃ4ដល់10ថ្ងៃណាឥឡូវខ្ញុំអស់មកក្រោមនេះអង្ការពីថ្ងៃទី6ខ្ញុំបាន live account ខ្ញុំមក trade ហ្នឹងគឺខ្ញុំ trade ថ្ងៃទី1ថ្ងៃទី6ហ្នឹងខ្ញុំចំណេញបាន204បន្ទាប់មកថ្ងៃអង្គារនេះថ្ងៃទី7ខ្ញុំចំណេញបាន355ខ្ញុំឈប់ trade សរុបមកបាន500ជាងដោយសារគេឲ្យយើងរកតែ 1% ឡើងទៅអាចដកបានហើយអញ្ចឹងខ្ញុំរកបាន500ខ្ញុំគិតថាខ្ញុំចង់ឈប់ trade ហ្មងខ្ញុំចង់ឈប់ហ្មងអញ្ចឹងថ្ងៃពុធអត់ trade ថ្ងៃពហុអត់ trade ថ្ងៃសុក្រអត់ trade ខ្ញុំធម្មតាខ្ញុំដើរលេងធ្វើអីផ្សេងអញ្ចឹងទៅតបមកដល់ពេលថ្ងៃច័ន្ទនេះចង់សាកមក trade ទៀតទៅដាក់មួយថ្ងៃទៀតទៅបាន116ទៀតអញ្ចឹងសរុបទៅការនោះដូចជាខ្ញុំដកលុយបានជា676នេះសរុប profit 3ថ្ងៃនេះ676ហើយខ្ញុំឈប់ trade ខ្ញុំចាំដកលុយហ្មងចាំដកលុយខ្ញុំដកលុយថ្ងៃ20ពេលខ្ញុំដកលុយអា676ហ្នឹងដូចទៅមើល profile ខ្ញុំទៅឃើញអា profit share គេដកយក 20% ហើយយើងសល់80អញ្ចឹងបានដូចជា530ណាអញ្ចឹងខ្ញុំដកហើយជាមួយខ្ញុំទៅបើកឲ្យមើលនៅនេះ reward នេះគេដកឲ្យហើយសល់530ណាអញ្ចឹង530ហ្នឹងគឺលុយដែលយើងបានមកបន្ទាប់ពីគេដក 20% ហើយនេះថ្ងៃ20ម៉ោង6:54
nhom đọ tam crypto ở năng ven ngay đấy nhom bây giờ ta đừng bật sân thôi anh ấy có bật để hỏi thay vì ven ngay chưa như vậy rồi để nhom ban mà hỏi cứ pram roi sam đằng đấy nhom ban hai chẳng nhom tập lập tại account nhom vĩnh đi account master lối ní độ hao vậy ngày mỗi ngày pal ngày đập bảy nhom trade nữa chẳng bắt to với nhom độ lối hai hói ngày mà thấy nhom admin trade ATT bàn lối hết cái ao dương trade tới đây bàn tay nhom trade ngày đông đào lên mùi bập bồn chun pôn nhầm ấy chun pôn đào lên chẹ tập max ai là ngày tìm mà thấy mũi bọn nhom chụp đam trade chẳng ngày thấy mũi nhom ban mà rồi chất pram ngày thấy pi ban mà rồi buôn ngày tìm mà thấy bay ban chất sập mà sao mấy chất sập nhom chụp trade ok nhom ban phần năng ai hay là ngày thấy buôn thì ở toàn tăng mà trade thì chân nhom to tầm miên cái lại na hiện lõ set up hiện lõ bọn nhom trầu chỉ tu tới nhom trade màu London hay năng màu New York về dục hay về Prague đây Apple và cà phê chẳng tay hay vậy ní cứ ba mưa ở hay bật ở hay nhom khmiên tới phơi tim xa đầm bay ở ban bài giỏi ấy thế bật chẹt một đòn tiết nhom khmiên ban lôi AP funding việt năng thế cứ praสมรรถភាពទៅ trade ចំណេញដើម្បីយកលុយពីក្រុមហ៊ុននឹងមកទេគ្មានទៅបានលុយពីបងប្អូនអីទេអញ្ចឹងខ្ញុំអត់មានទៅលក់ក្តីសម័យឲ្យបងប្អូនអ្នកដែលចង់ចាប់ដើមថ្មីដើម្បីអូឃើញ trade ទៅខ្លាចជាអ្នកមាន trade ទៅខ្លាចជាអ្នកមានលុយឡានតើអីហ្នឹងកុំសូវជឿពេកវិស័យនេះគឺមក10អ្នកយើងនិយាយ100អ្នកខាត90អ្នកហើយខ្ញុំបញ្ជាក់ឲ្យបញ្ជាក់ទៀតទៅមើលក្នុងផុសរបស់ខ្ញុំទៅហើយចុះមិនបានលោកឯងចំណេញខ្ញុំវាធ្លាប់ខាតដូចគ្នាទេហើយប្រឹងរៀនទៅកុំថ្ងៃមួយយើងធ្វើបានទេហើយឥឡូវមើលយើង total នេះខែ4ហ្នឹង April នេះសរុបពីថ្ងៃដែលខ្ញុំបាន live account មកដល់ពេលនេះគឺ Q រហូតអត់ទាន់ខាតទេបាន$1026ប៉ុន្តែបញ្ជាក់ហើយនេះខ្ញុំដកហើយហើយណាខ្ញុំដកហើយហើយអញ្ចឹងនៅសល់នេះ1 2 3នេះសរុបមកបាន$350នេះអញ្ចឹងទៅវាទៅតែបាន 0.7% ទេអត់ទាន់បាន 1% ទេហើយ recycle ដែលខ្ញុំត្រូវដកបានគឺថ្ងៃនេះគេដាក់ថា next reward មេ5ថ្ងៃទី5ខែ5អញ្ចឹងខែក្រោយថ្ងៃទី5ខ្ញុំអាចដកលុយបានហើយខ្ញុំ trade ឲ្យបានចាប់ពី 1% ឡើងទៅណាអញ្ចឹងថ្ងៃទី5ខ្ញុំអាចដកលុយនឹងបានទៀតហើយអញ្ចឹងបានប្រហែលយកប៉ុណ្ណឹងមកហើយខ្ញុំជាទូទៅខ្ញុំ play safe សុំទោសនិយាយអង់គ្លេសលាយអីគេខ្ញុំ trade ឲ្យវាសុវត្ថិភាពបាទសុំទោសខ្ញុំមិនចង់និយាយលាយតែពាក្យខ្លះវានឹកឃើញមកភ្លាមមកអង់គ្លេសនឹងមុនខ្ញុំ trade យកតិចទេ170 104គេមិនសឹងខ្ញុំបាន70រៀលថ្ងៃហ្នឹងដឹងប៉ុន្មានស៊ូម trade ផងថ្ងៃតែកំពុងសោមលើហើយអញ្ចឹង account ធំ 50000 ហើយអ្នកខ្លះគេថាមិនក៏មិនយក 5% ទៅវាស្មើ 2500 ហើយនេះអ្នកខ្លះគេថាមិនយក 10% ទៅវាស្មើ 5000 ហើយនេះខ្ញុំថាខ្ញុំអត់មានគិតភាគរយទេខ្ញុំគិតថាឲ្យតែបានឧទាហរណ៍ថាឥឡូវមួយខែថ្ងៃហ្នឹងបើខ្ញុំជប់ trade សរុបមកពីថ្ងៃ6ម្ដងថ្ងៃទី23ហ្នឹងខ្ញុំរកបាន1000ហើយនេះហើយ1000ហ្នឹងដក profit ឲ្យគេ share 20% អញ្ចឹងក៏ខ្ញុំនៅសល់800ដែរហើយ800ទៅរកឯណាទៀតលោកហើយយើងធ្វើការឲ្យគេ20ថ្ងៃច័ន្ទដល់សុក្រហើយថ្ងៃ8ម៉ោងពាក់ខែ800មិនធម្មតាទេគេប្រើយើងអស់សាច់អស់នោមអញ្ចឹងហើយមកយើងអ្នក trade អង្គុយតែមុខកុំព្យូទ័រឲ្យរកលុយបានវាជារឿងមួយតែខ្ញុំបញ្ជាក់មិនមែនស្រួលទេដើរឲ្យដួលឲ្យដើរទៀតទៅងើបច្រើនដងទៅគេធ្វើបានយើងគង់តែធ្វើបានទេណាខ្ញុំចែកម្លែកនេះគឺក្នុងន័យសម្រាប់អ្នកដែលតាំងចិត្តចង់ធ្វើមែនតែនហើយគ្មានបានប្រយោជន៍អីពីក្រុមហ៊ុននឹងទេហើយក៏ខ្ញុំគ្មានទទួលបរិញ្ញាដែរហើយក៏អត់មានមកបានប្រយោជន៍អីមកខ្ញុំដែរអញ្ចឹងចង់ធ្វើយល់ថាមានប្រយោជន៍មើលទៅធ្វើទៅប្រឹងទៅដល់ពេលថ្ងៃណាមួយបានលទ្ធផលអេបងហ្នឹងក៏ចែកម្លែកពិតអញ្ចឹងចែកម្លែករឿងពិតឲ្យក្មេងក្រោយដែរទៅកុំកុហកគេបាបណាអញ្ចឹងចុងក្រោយអួតបន្តិចចុះនេះ account ខ្ញុំហ្នឹងវាចាត់ទុកថាយើងហេងផងយើងក៏បូកមួយចំណេះដែរបတ်ពិសោធន៍ដែរអញ្ចឹងណាតាំងពី step ទី1ប្រឡងអត់មានថ្ងៃខាតហ្មងនេះខែ3 4ថ្ងៃជាប់ step 1 Q ទាំងអស់4ថ្ងៃជាប់ step 1ណា5000ចូលមក step 2អូមកកំនេះខែ3ចំណេញ4ថ្ងៃ Q ទាំងអស់4ថ្ងៃដល់ពេលខែ4ថែម2ថ្ងៃទៀតជាប់សរុបមក trade 6ថ្ងៃ step 2ខ្ញុំថ្នមជាង step 1អញ្ចឹងទៅ Q ទាំងអស់មកដល់ account master trade ដកលុយនេះ Q ទាំងអស់ទៀតអញ្ចឹងចង់និយាយថាមោទនភាពដែរវា Q រហូតតែទួចមែនតែវា Q អញ្ចឹងហើយព្យាយាម
ហើយខ្ញុំបច្ចៈខ្ញុំចូលមកមិនមែនចំណេញអញ្ចឹងទេខ្ញុំក៏ធ្លាប់ខាតដែរចង់ចងកកាលមុនវាមិនច្រើនទេលុយ5 6000ការសម័យឆ្នាំ2021ខ្ញុំវាអត់អញ្ចឹងទៅខ្ញុំវាពិបាកដែរពេលខាតនោះហើយពេលនោះបោះបង់ចោលទៅក៏ព្យាយាមមើលនេះមើលនោះតិចតួចរៀនសូត្របដាទៅក៏ចិត្តចង់សាក់លបងម្ដងទៀតដោយសារគេធ្វើបានមិនបានយើងធ្វើមិនបានមកពីយើងមិនចេះហើយអ្នកដែលគេយល់ថា trade នឹងលបែងគេគិតទៅកុំទឹកខឹងគេថាលបែងក៏លបែងទៅបើយើងអត់ចេះវាដូចតែលបែងមែនតែបើយើងចេះនៅវាខៀវអញ្ចឹងហើយវាគ្មានទៅមានបានឯណាទេឃើញទេមួយខែហ្នឹងមិនតាន់បាន2000ប៉ុណ្ណឹងគេរកស៊ីមួយផ្លែតហ្នឹងបានទេប៉ុណ្ណឹងតែយើងវាយ៉ាធ្វើការនៅផ្ទះមើលមុខកុំព្យូទ័រអាចរកលុយបាន1000ជាង2000អានេះ account ខ្ញុំ5000ផងខ្ញុំនិយាយឈ្មោះគាត់នៅក្នុងវីដេអូហ្នឹងចុះគាត់ឈ្មោះសៀបឈ្មោះពេញរបស់គាត់ដូចជាសាទសៀបហើយឈ្មោះនៅក្នុង social media គាត់ឈ្មោះសែន28ខ្ញុំរៀនសូត្រពីគាត់ច្រើនគាត់ចែករំលែកល្អពិតគាត់ជាអ្នកដែល trade fund មានលុយកាន់ account នឹងរាប់100000មានដល់ចង់តោងលានហើយគាត់ trade account មួយគាត់យកបាន 1% 2% ហើយ account យើងគិតទៅ200,000ហើយ 1% វាមិនស្មើប្រហែល 2000ហើយដល់ពេល 2% មិន 4000ហើយ account គាត់លេង 40,000 30,000 នេះនោះហើយគាត់ដកលុយធម្មតាចឹងថាជីវិតគាត់វាប៉ុណ្ណេះហើយរកក្រឡើងឃើញហើយខ្ញុំវាមិនទាន់បាន 2% នៃគាត់ផងអញ្ចឹងខ្ញុំព្យាយាមធ្វើដើម្បីឲ្យបានលទ្ធផលដោយគាត់តិចម្ដងអញ្ចឹងទៅព្រោះគាត់ account គាត់ធំណាហើយសមត្ថភាពប្រឡងរបស់គាត់កាន់តែខ្លាំងគាត់ trade មានខាតមានចំណេញអញ្ចឹងទៅប៉ុន្តែសំខាន់នេះអាចដកលុយមកនេះវាបានរហូតហើយភាគរយអត់ច្រើនទេ1 2អញ្ចឹងទៅតែ account ធំដូចខ្ញុំបញ្ជាក់អញ្ចឹង account គាត់ 400k ឧទាហរណ៍ខ្ញុំ save រូបគាត់ទុកទៀតនេះ 400k ដឹងគ្នាយើងមើលឃើញអត់ទេពេលខ្ញុំថតវីដេអូអញ្ចឹងដឹងជាប់អត់ account profit របស់គាត់ថតអាពេលគាត់ដកអាពេលគាត់មាន certificate អីនេះស្គាល់នេះ FTMO បើសិនជាអ្នក trade តែប្រហែលជាមើលមិនឃើញព្រោះខ្ញុំ record ជាប់តែនៅក្នុង browser មិនដឹងហ្នឹងហើយខ្ញុំមានការចែកម្លែកប៉ុណ្ណឹងហើយគ្មាន stream ទុកគ្មានព្រៀងអីទេនឹកឃើញអីនិយាយហ្នឹងខុសឆ្គងអីអធិស្ឋានផងហើយបើយល់ថាមានប្រយោជន៍ខមមិនខ្លះអាណាដែលចង់សួរហ្នឹងទៅបើខ្ញុំនឹកឃើញខ្ញុំធ្វើវីដេអូក្រោយទៀតខ្ញុំចែកម្លែកតទៀតហើយមានប៉ុណ្ណឹងឯងជួបគ្នាវីដេអូក្រោយ